ជំរាបសួរបងបងនេះវីដេអូរបៀបប្រើប្រាស់របស់ microphone មកដែល M15 បងបងអញ្ចឹងសម្រាប់ microphone របស់យើងមកឈុតគឺមានប៉ុណ្ណឹងណាបងបងនេះខ្សែសារអានេះ microphone មាន2គ្រាប់ជាង receiver នោះមាន2បងនេះមាន iPhone 1មាន Type C 1ហើយ microphone របស់យើងមាន2អញ្ចេះហើយពេលបងសាកថ្មគឺសាកថ្មក្នុងប្រអប់អញ្ចេះតែហ្មងអត់មានសាកថ្មមកគ្រាប់ផ្សេងទេអញ្ចឹងរបៀបប្រើប្រាស់បងប្រើទូរស័ព្ទមកអីយកអាហ្នឹងមកប្រើមកដល់នេះអញ្ចឹងទូរស័ព្ទ Android អញ្ចឹងខ្ញុំប្រើជាមួយនឹងដូច Type C អញ្ចឹងសម្រាប់ទូរស័ព្ទ Android ពេលដែលដោតទៅគឺវាចេញភ្លើងចឹងហើយបងចេញភ្លើងអញ្ចឹងសម្គាល់ថា microphone របស់យើងស្គាល់ជាមួយនឹងទូរស័ព្ទហើយអញ្ចឹងបងអាចជាទៅលើ function បានជាធម្មតា microphone គឺដោតភ្លាមគឺវាចូល function កាត់ខ្យល់ auto ហើយអញ្ចឹងបងប្រើ function កាត់ខ្យល់បងមិនបាច់ចុចអីទេដោតទៅគឺចូល function កាត់ខ្យល់ហើយបើសិនជាបងចង់ដូរទៅ function ធម្មតាវិញ original sound បងចុចមក click មកគឺវាបាត់អានេះហើយអញ្ចឹងវាចូល function original sound វាអាចមានសលេងរំខានមានអីចូលអញ្ចឹងណាតែបើសិនជាបងចុច2ដងចេះមកវាចេញអាភ្លើងឡើងនេះអញ្ចឹងអាភ្លើងឡើងហ្នឹងវាចូលជាមួយនឹង function echo mode ឬបែប long អញ្ចឹងណាអញ្ចឹងមកបងដោះ echo mode វិញបងចុច2ដងវិញមកគឺដោះហើយអញ្ចឹងអានេះ function ធម្មតាចាអានេះ function កាត់បន្ថយសលេងរំខានចុចម្ដងទៀតបាត់អាសលេងរំខានវាចូលធម្មតាចុច2ដងវាចូល function echo mode អូខេបងអញ្ចឹងរបៀបប្រើប្រាស់របស់ microphone របស់យើងមានតែប៉ុណ្្នឹងទេនិយាយទៅ mic នេះស្រួលប្រើខ្លាំងហ្មង